លើនេះពុកម៉ែបងប្អូនខ្ញុំនឹងថតជាវីដេអូជាទស្សនវិជ្ជារួមរបស់ដីរបស់យើងឥឡូវនេះយើងធ្វើការចាក់ជារួចរាល់ហើយទូឆាយគឺជាស្ដាច់ពុកម៉ែបងប្អូនក្នុងគម្រោង5ផ្ទះនេះគឺផ្ទះយើងគេកក់អស់មកល្វែងហើយនៅតែបុកគ្រឹះទេយើងនឹងកក់យកបង្ហើយនេះគាត់គឺគេចាក់ធ្វើផ្ទះធ្វើអីគេទីពុកម៉ែបងប្អូននេះផ្លូវបេតុងអានោះពីល្វែងគេតក់ចាក់បេតុងហើយនៅនេះក៏បេតុងដែរពុកម៉ែបងប្អូននេះទស្សនវិជ្ជារួមមានន័យថាគម្រោងនេះគឺល្អបណ្ឌិតតែម្ដងក្នុងការរស់នៅនេះពុកម៉ែបងប្អូននៅខាងមុខឡានរបស់ខ្ញុំនេះគឺអាបុលដែលគាត់កំពុងធ្វើការឈូសឆាយហើយដីនេះគឺវែងណាពុកម៉ែបងប្អូនហើយហោមិនបានទេសាច់ដីហើយផ្ទះ4ដល់សាច់ដីបងប្អូនគាត់ថាប្រមាណមើលទៅក៏ដឹងថាមុខផ្ទះសល់វែងដែរមុខផ្ទះសល់7 8ម៉ែត្រជាមួយនឹងមុខផ្ទះហើយជាមួយនឹងក្រោយផ្ទះសល់1ម៉ែត្រ2ម៉ែត្រទៅពុកម៉ែបងប្អូនគឺថាអ្វីដែលពុកម៉ែបងប្អូនគឺតន្ទឹងរង់ចាំចង់បាននៅផ្ទះដែលមានຂະຫນາດវែងដែលមានទីតាំងល្អទីតាំងនេះគឺខាងក្រៅជាប់ជាមួយនឹងខុនដូដែលមានតម្លៃជាងរាប់លានដុល្លារពុកម៉ែបងប្អូនរាប់សិបម៉ឺននាងបែរទេព្រោះខុនដូគេ3 4ទីតាំងនៅជាហ្នឹងតែម្ដងនេះខុនដូនៅអីពុកម៉ែបងប្អូនហើយមានបងប្អូនក៏លក់អាជីវករហើយអានេះគឺសតហៅមិនមែនផ្ទះក្នុងបរិយាពុកម៉ែបងប្អូនផ្ទះសតហៅមិនមែនផ្ទះក្នុងបរិយាណាពុកម៉ែបងប្អូននេះយើងឡាយឲ្យពុកម៉ែបងប្អូនមកមើលផ្ទាល់តែម្ដងផ្ទះបរិយាមិនមែនផ្ទះបរិយាណាមិនមែនផ្ទះបរិយាគឺផ្ទះអាជីវកម្មពុកម៉ែបងប្អូនផ្ទះនេះបែបអាជីវកម្មរត់បានទេពុកម៉ែបងប្អូនរត់មិនបានតែម្ដងរត់មិនបានទេទីតាំងហ្នឹងទៅផ្សារអីអូបាទសប្បាយអីបាទខ្ញុំសប្បាយដូចគ្នាផ្ទះបែបអាជីវកម្មដែលមានការរចនាម៉ូដសម្រាប់ទូចែកជូនពុកម៉ែបងប្អូនដែលចង់បានផ្ទះអាជីវកម្មគឺអាចមកមើលផ្ទាល់បាននេះបច្ចេកទេសទៀតណាបច្ចេកទេសនេះបច្ចេកទេស